សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងវិលជួបគ្នាជាថ្មីនៅក្នុងករណីមួយដែលបានកើតឡើងនៅក្នុងប្រទេសកាណាដាទៅលើគូស្នេហ៍ជនជាតិវៀតណាមមួយគូដែលគាត់នឹងបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងបន្ទាប់ពីគាត់នឹងបានប្រាប់ក្រុមគ្រួសាររបស់គាត់ថាគាត់នឹងទៅដោះស្រាយបញ្ហានៅកន្លែងធ្វើការរបស់គាត់ហើយបន្ទាប់ពីគាត់ចាក់ចេញពីផ្ទះទៅក៏បាត់ខ្លួនចាប់តាំងពីពេលនោះមកចង់ដឹងថាតើករណីបាត់ខ្លួនរបស់គាត់មានសភាពដូចម្តេចខ្លះតោះយើងនាំគ្នាទៅស្វែងយល់សាច់រឿងលម្អិតទាំងអស់គ្នានៅល្ងាចថ្ងៃទី18ខែកញ្ញាឆ្នាំ2021គ្រួសារងៀននៅប្រទេសកាណាដាបានរៀបចំការជួបជុំគ្នាមួយប៉ុន្តែគូសង្សារវុកត្រាន់ហើយនិងគ្រីស្ទីងៀនមិនបានមកនោះទេគ្រួសារមានការព្រួយបារម្ភភ្លាមព្រោះពួកគេគឺជាមនុស្សតែងតែគោរពពេលវេលាបើសិនជាមានការយឺតយ៉ាវឬមិនអាចមកបានពួកគេតែងតែទូរស័ព្ទប្រាប់ទុកជាមុនប៉ុន្តែនៅថ្ងៃនោះទូរស័ព្ទទៅពួកគេគ្មាននរណាទទួលហើយផ្ញើសារក៏គ្មានអ្នកឆ្លើយតបដែលជាហេតុធ្វើឲ្យគ្រួសាររបស់គាត់មានអារម្មណ៍ថាអាចមានរឿងអាក្រក់បានកើតឡើងនៅថ្ងៃបន្ទាប់ឪពុកម្ដាយរបស់ពួកគេក៏បានទៅស្ថានីយ៍ប៉ូលីសដើម្បីរាយការណ៍ថាពួកគេបានបាត់ខ្លួនប៉ូលីសក៏បានបើកសំណុំរឿងករណីបាត់ខ្លួនមនុស្សភ្លាមតាមព័ត៌មានដំបូងបានឲ្យដឹងថាមុនពេលបាត់ខ្លួនពួកគេទាំងពីរបានបើកឡានចេញពីផ្ទះទៅហាងលក់សម្ភារៈសួនច្បារដែលពួកគេគ្រប់គ្រងរួមគ្នានៅឯទីក្រុងវ៉ាងហានពួកគេទៅទីនោះដើម្បីដោះស្រាយការងារនៅក្នុងហាងហើយបន្ទាប់មកក៏ត្រឡប់ទៅផ្ទះដើម្បីចូលរួមពិធីជួបជុំគ្រួសារនៅពេលល្ងាចកាមេរ៉ាសុវត្ថិភាពបានបង្ហាញថាប្រហែលជាម៉ោង 4:50 នាទីល្ងាចថ្ងៃទី18ខែកញ្ញាពួកគេត្រូវបានឃើញនៅជិតផ្លូវ Warden Avenue ហើយនិង Highway 7 នៅឯទីក្រុង Markham ដែលនៅជិតផ្ទះរបស់ពួកគេអ្នកស៊ើបអង្កេតគិតថាពួកគេប្រហែលជាឈប់ធ្វើការងារតូចតាចមួយនៅតាមដងផ្លូវបន្ទាប់មកប្រហែលជាម៉ោង 5:30 នាទីល្ងាចពួកគេក៏បានទៅដល់ឃ្លាំងលេខ 6 នៅឯអាសយដ្ឋាន 111 Sunway Boulevard ដែលជាទីតាំងហាង Ultra Garden Simply របស់ពួកគេចាប់តាំងពីពេលនោះមកពួកគេបានបាត់ខ្លួនហើយគ្មាននរណាម្នាក់ដឹងថាពួកគេទៅទីណានោះទេនៅពេលនោះកន្លែងតែមួយដែលអាចរកចម្លើយអំពីការបាត់ខ្លួនរបស់ពួកគេបានគឺជាឃ្លាំងដែលពួកគេត្រូវបានប្រទះឃើញចុងក្រោយដូច្នេះនៅថ្ងៃបន្ទាប់ប៉ូលីសក៏បានទៅឃ្លាំងនោះដើម្បីស្វែងរកភស្តុតាងមកពីខាងក្រៅទៅឃ្លាំងនោះហាក់ដូចជាធម្មតានិងស្ងប់ស្ងាត់ទ្វារឃ្លាំងបិទជិតសោនៅដដែលហើយគ្មានសញ្ញាវាយបំបែកនោះទេប៉ុន្តែអ្នកស៊ើបអង្កេតមានការសង្ស័យដោយសារតែអ្នកស៊ើបអង្កេតបានឃើញឡានរបស់គូស្នេហ៍មួយគូនោះចតនៅខាងមុខឃ្លាំងនេះមានន័យថាពួកគេមិនបានបើកឡានចេញពីទីនេះឡើយដូច្នេះប៉ូលីសក៏ចាប់ផ្ដើមសង្ស័យថាប្រហែលជាមានរឿងអាក្រក់កើតឡើងនៅក្នុងឃ្លាំងនេះប៉ូលីសបានប្រមូលវីដេអូពីកាមេរ៉ាសុវត្ថិភាពជុំវិញតំបន់នោះហើយក៏បានបិទកន្លែងនោះដើម្បីស្វែងរកភស្តុតាងបរិយាកាសកាន់តែតានតឹងព្រោះពួកគេគិតថាប្រហែលជាមានឧក្រិដ្ឋកម្មធ្ងន់ធ្ងរកើតឡើងនៅពេលដែលប៉ូលីសចូលទៅខាងក្នុងឃ្លាំងពួកគេបានឃើញផ្នែកលក់សម្ភារៈសួនច្បាររៀបចំរៀបរយធម្មតាគ្មានសញ្ញាចោរលួចនោះទេប៉ុន្តែនៅផ្នែកខាងក្រោយពួកគេបានឃើញស្នាមខ្មៅតូចៗនៅលើដីនិងនៅលើជញ្ជាំងបើទោះបីជាស្នាមនោះតូចក៏ដោយក៏ប៉ូលីសអាចសន្និដ្ឋានថាវាគឺជាស្នាមឈាមដែលស្ងួតពីអំពើហិង្សាដែលបានកើតឡើងមិនត្រឹមតែប៉ុណ្ណោះទេនៅក្នុងឃ្លាំងក៏មានក្លិនសារធាតុសម្អាតតិចៗដែលធ្វើឲ្យប៉ូលីសសង្ស័យថាប្រហែលជាមាននរណាម្នាក់បានសម្អាតកន្លែងនេះដើម្បីលុបភស្តុតាងប៉ូលីសក៏បានរកឃើញអត្តសញ្ញាណកាបូបនិងទូរស័ព្ទរបស់អ្នកទាំងពីរនៅក្នុងឃ្លាំងផងដែរពួកគេប្រហែលជាបានជួបរឿងអាក្រក់នៅទីនេះហើយក៏មិនបានចាកចេញទៅណាឡើយឃ្លាំងដែលពួកគេជួលមានកាមេរ៉ាសុវត្ថិភាពនៅតំបន់ចតឡានខាងមុខនិងផ្នែកខាងក្រោយឃ្លាំងនៅថ្ងៃទី19ខែកញ្ញាប៉ូលីសក៏បានយកវីដេអូពីកាមេរ៉ាទាំងនោះមកពិនិត្យមើលវីដេអូបានបង្ហាញថាប្រហែលជាម៉ោង 5:30 នាទីល្ងាចថ្ងៃទី18ខែកញ្ញាពួកគេបានបើកឡានមកដល់ឃ្លាំងហើយក៏បានចុះពីឡានដើរចូលទៅខាងក្នុងបន្ទាប់ពីចូលខាងក្នុងហើយទ្វារឃ្លាំងក៏ត្រូវបានបិទហើយមិនមានវីដេអូបង្ហាញថាពួកគេបានចាក់ចេញទៅវិញនោះទេក្រោយមកកាមេរ៉ាក៏បានថតរូបបុរសមិនស្គាល់ម្នាក់មកឈរខាងមុខទ្វារឃ្លាំងប៉ុន្តែរូបភាពមិនច្បាស់ដូច្នេះមិនអាចសម្គាល់មុខបាននោះទេប៉ូលីសមានការសង្ស័យទៅលើបុរសម្នាក់នោះយ៉ាងខ្លាំងព្រោះបុរសនេះមកនៅពេលដែលគូស្នេហ៍មួយគូនេះទើបតែចូលឃ្លាំងអ្នកស៊ើបអង្កេតគិតថាគាត់អាចជាជនល្មើសឬជាអ្នកដែលជាប់ពាក់ព័ន្ធទៅនឹងហេតុការណ៍មួយនេះប៉ុន្តែនៅពេលនោះដោយសារតែគ្មានសាក្សីគ្មានសាកសពហើយក៏គ្មានភស្តុតាងច្បាស់លាស់ថាមានការសម្លាប់កើតឡើងនោះទេប៉ូលីសមានតែតម្រុយតិចតួចប៉ុណ្ណោះដូច្នេះពួកគេចាប់ផ្ដើមប្រើវិធីសាស្ត្រស៊ើបអង្កេតបច្ចេកវិទ្យាថ្មីដើម្បីរកតម្រុយបន្ថែមប៉ូលីសបានពង្រីកការស៊ើបអង្កេតដោយពិនិត្យមើលកាមេរ៉ាសុវត្ថិភាពពីកន្លែងជុំវិញជាច្រើនពិនិត្យភស្តុតាងតូចតាចនៅកន្លែងកើតហេតុហើយប្រៀបធៀបគ្នាជាមួយនឹងទិន្នន័យផ្សេងៗដោយសង្ឃឹមថានឹងអាចរកឃើញតម្រុយសំខាន់បាន
ដំណាក់កាលដំបូងប៉ូលីសបានប្រោសទៅលើជីវភាពរបស់ជនរងគ្រោះអំពីជីវិតការងារនិងមនុស្សដែលតាក់ទងជាមួយនឹងអ្នកទាំងពីរដើម្បីរកមូលហេតុនិងអ្នកសង្ស័យតាមរយៈព័ត៌មានពីគ្រួសាររបស់ពួកគេបានឲ្យដឹងថាវុកត្រានមានអាយុ37ឆ្នាំនិង Christy Nguyen មានអាយុ25ឆ្នាំជាគូស្នេហ៍ជនជាតិវៀតណាមកាណាដាដែលរស់នៅទីក្រុង Markham ខេត្ត Ontario វុកត្រានគឺជាមនុស្សខិតខំប្រឹងប្រែងស្ងប់ស្ងាត់និងមានគោលដៅច្បាស់លាស់នៅក្នុងជីវិតគាត់បានបង្កើតអាជីវកម្មផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា Ultra Garden Simply ជាហាងលក់សម្ភារៈសួនច្បារនិងប្រព័ន្ធដាំដុះរុក្ខជាតិដោយទឹកហាងនេះបើកនៅក្នុងកំឡុងពេលជំងឺរាតត្បាត COVID-19 ដែលជាពេលដែលអាជីវកម្មជាច្រើនកំពុងមានបញ្ហាប៉ុន្តែអាជីវកម្មរបស់វុកត្រានវិញដំណើរការបានល្អហើយគាត់បានបង្កើតអតិថិជនជាច្រើននិងមានគម្រោងពង្រីកអាជីវកម្មនៅពេលអនាគតថែមទៀតផងវុកត្រានត្រូវបានមនុស្សជុំវិញខ្លួនស្រឡាញ់និងចូលចិត្តគាត់ដោយសារតែគាត់មានចរិតសុភាពរាបសារមានការទទួលខុសត្រូវនិងមិនដែលមានចំនួនជាមួយនរណាឡើយហើយសម្រាប់គ្រួសាររបស់គាត់វិញគាត់គឺជាកូនប្រុសល្អដែលតែងតែយកចិត្តទុកដាក់ចំពោះគ្រួសារចំណែកឯ Christy Nguyen គឺជានារីវ័យក្មេងឆ្លាតនិងមានមហិច្ឆតានាងបានបញ្ចប់ការសិក្សាពី Wilfrid Laurier University នៅក្នុងឆ្នាំ2018ជំនាញចិត្តវិទ្យាបន្ទាប់មកបន្តសិក្សាកម្មវិធី Paralegal នៅឯ Seneca College ក្នុងទីក្រុង Toronto ដើម្បីចូលធ្វើការនៅវិស័យច្បាប់អំឡុងពេលសិក្សានាងបានធ្វើការបណ្ដុះបណ្ដាលនៅក្រុមហ៊ុនច្បាប់មួយដែលធ្វើឲ្យនាងកាន់តែចង់ក្លាយទៅជាមេធាវីហើយនាងមានផែនការទៅសិក្សាបន្តថ្នាក់អនុបណ្ឌិតផ្នែកច្បាប់នៅឯប្រទេសអង់គ្លេសប៉ុន្តែនៅពេលនោះនាងបានសម្រេចចិត្តនៅកាណាដាដើម្បីជួយម្ដាយគ្រប់គ្រងខាងធ្វើក្រចកនិងមើលថែម្ដាយរបស់នាងផងដែរហើយសម្រាប់មនុស្សដែលស្គាល់នាងគ្រប់គ្នាគិតថានាងគឺជានារីឆ្លាតចិត្តល្អនិងស្រឡាញ់គ្រួសារខ្លាំងអ្នកទាំងពីរបានជួបគ្នាតាមរយៈសហគមន៍ជនជាតិវៀតណាមនៅតំបន់ Toronto មនុស្សនៅទីនោះចេះជួយគ្នានិងយល់អំពីវប្បធម៌ដូចគ្នាបើទោះបីជាពួកគេមានអាយុខុសគ្នាបន្តិចក៏ដោយក៏វាមិនមែនជាបញ្ហាសម្រាប់ទំនាក់ទំនងរបស់ពួកគេដែរពួកគេមានការយល់ចិត្តគ្នាមានគំនិតស្រដៀងគ្នានិងរស់នៅសាមញ្ញដូចគ្នានៅឆ្នាំ2021ពេលទំនាក់ទំនងរបស់ពួកគេកាន់តែរឹងមាំពួកគេក៏បានចាប់ផ្ដើមនិយាយអំពីការរៀបការគ្រួសារទាំងពីរបានយល់ព្រមហើយក្រុងជួបគ្នាដើម្បីរៀបចំផែនការមង្គលការនៅក្នុងឆ្នាំ2022 Christy នាងសប្បាយចិត្តយ៉ាងខ្លាំងនាងសុបិនចង់ពាក់ឈុតរ៉ូបកូនក្រមុំបង្កើតគ្រួសារតូចមួយនិងចាប់ផ្ដើមគិតអំពីផែនការអនាគតជាច្រើនប៉ុន្តែរឿងអាក្រក់មួយក៏បានកើតឡើងនៅថ្ងៃទី18ខែកញ្ញាឆ្នាំ2021ត្រឹមតែមួយសប្តាហ៍បន្ទាប់ពីនាងបានចូលរួមពិធីមង្គលការរបស់បងប្រុសរបស់វុកត្រានយុវជនទាំងពីរនេះមានក្តីសុបិននិងអនាគតល្អដែលជាក្តីមោទនភាពរបស់គ្រួសារប៉ុន្តែត្រូវបានបាត់បង់ជីវិតភ្លាមៗដោយមិនមានពាក្យលាចុងក្រោយមួយម៉ាត់ណាឡើយពួកគេមិនមានចំនួនធ្ងន់ធ្ងរជាមួយនរណាទេហើយក៏មិនមានសត្រូវដែរដូច្នេះហេតុអ្វីបានជាគូស្នេហ៍មួយគូនេះត្រូវជួបរឿងសោកសៅបែបនេះបន្ទាប់ពីស៊ើបអង្កេតអស់ជាច្រើនថ្ងៃដោយមិនមានតម្រុយនៅថ្ងៃទី27ខែកញ្ញាឆ្នាំ2021ប៉ូលីសបានសម្រេចបិទតំបន់ឃ្លាំងទាំងមូលដើម្បីស្វែងរកយ៉ាងលម្អិតក្រុមអ្នកស៊ើបអង្កេតបានពិនិត្យគ្រប់កន្លែងចាប់តាំងពីក្នុងឃ្លាំងរហូតដល់ផ្លូវជុំវិញពួកគេក៏បានប្រមូលសម្រាមនៅជុំវិញតំបន់នោះដើម្បីពិនិត្យផងដែរក្នុងពេលជាមួយគ្នានោះដែរប៉ូលីសក៏បានប្រមូលវីដេអូកាមេរ៉ាសុវត្ថិភាពមិនត្រឹមតែកាមេរ៉ានៅក្នុងតំបន់ឃ្លាំងប៉ុណ្ណោះទេប៉ុន្តែរួមទាំងកាមេរ៉ាពីគ្រប់កន្លែងនិងអាជីវកម្មផ្សេងៗដែលនៅឆ្ងាយជាច្រើនគីឡូផងដែរហើយបានពិនិត្យវាយ៉ាងលម្អិតប៉ូលីសបានពិនិត្យវីដេអូកាមេរ៉ាជាច្រើនដើម្បីរកមើលថាមានឡានចម្លែកណាខ្លះបានចេញចូលតំបន់នោះនៅថ្ងៃកើតហេតុបន្ទាប់ពីស្វែងរកអស់រយៈពេលជាច្រើនថ្ងៃទីបំផុតពួកគេបានរកឃើញតម្រុយសំខាន់មួយកាមេរ៉ាសុវត្ថិភាពមួយបានថតឃើញឡានដឹកទំនិញពណ៌សធំមួយនៅវេលាម៉ោង 14:30 នាទីយប់ថ្ងៃទី18ខែកញ្ញាឡាននោះបានបើកចូលតាមផ្លូវក្រោយឃ្លាំងហើយឈប់ត្រង់ឃ្លាំងលេខ6ឡាននោះបានឈប់នៅទីនោះមួយផ្លែតបន្ទាប់មកក៏បើកចេញទៅវិញវាធ្វើឲ្យប៉ូលីសសង្ស័យថាដោយសារតែយប់នោះជាយប់ចុងសប្តាហ៍ហើយតំបន់នោះបិទទាំងអស់គ្មានការដឹកទំនិញនោះទេដូច្នេះការមានឡានដឹកទំនិញមកនៅម៉ោងយប់បែបនេះគឺមិនធម្មតានោះទេអ្នកស៊ើបអង្កេតគិតថាឡាននេះប្រហែលជាបានដឹកអ្វីមួយចេញពីកន្លែងកើតហេតុហើយអ្វីដែលគួរឲ្យខ្លាចបំផុតគឺអាចជាសាកសពរបស់គូស្នេហ៍មួយគូនេះត្រូវបានឡាននេះដឹកចេញដោយសារតែតម្រុយនេះសំខាន់ខ្លាំងនៅថ្ងៃទី28ខែកញ្ញាប៉ូលីសបានបង្ហាញរូបឡានដឹកទំនិញពណ៌សនេះទៅសាធារណៈហើយសូមឲ្យប្រជាជនជួយផ្ដល់ព័ត៌មានប្រសិនបើនរណាម្នាក់បានឃើញឡាននេះនៅថ្ងៃដដែលនោះប៉ូលីសក៏បានប្រកាសព័ត៌មានធំមួយថា
តាមភស្តុតាងដែលពួកគេរកឃើញអ្នកទាំងពីរប្រហែលជាត្រូវបានស្លាប់នៅក្នុងឃ្លាំងនៅយប់ថ្ងៃទី18ខែកញ្ញាឆ្នាំ2021ប៉ូលីសក៏បានបញ្ជាក់ថានេះមិនមែនជាគ្រោះថ្នាក់ឬរឿងចៃដន្យទេប៉ុន្តែគឺជាការសម្លាប់ដែលបានគ្រោងទុកបន្ទាប់មកប៉ូលីសក៏បានចេញដីកាចាប់ខ្លួនបុរសម្នាក់ដែលមានឈ្មោះថាភួងតាន់ងៀនហៅម៉ៃអាយុ35ឆ្នាំដែលរស់នៅទីក្រុងថូរ៉ន្តូគាត់ត្រូវបានចោទប្រកាន់ពីបទសម្លាប់មនុស្សចំនួន2ករណីដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសកាណាដាព័ត៌មាននេះបានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាពិសេសសហគមន៍ជនជាតិវៀតណាមមនុស្សជាច្រើនចាប់ផ្ដើមសួរថាភួងត្រាន់ងៀនគឺជានរណាហេតុអ្វីបានជាគាត់ក្លាយទៅជាជនសង្ស័យសំខាន់នៅក្នុងករណីសម្លាប់ដ៏សាហាវមួយនេះដោយសារតែត្រកូលរបស់ជនសង្ស័យដូចគ្នាជាមួយនឹងត្រកូលរបស់ជនរងគ្រោះគឺងៀនដូច្នេះមនុស្សជាច្រើនគិតថាប្រហែលជាចំនួននៅក្នុងគ្រួសារដែលបង្កទៅជាការសម្លាប់ប៉ុន្តែប៉ូលីសបានបញ្ជាក់ថាបើទោះបីជាមាននាមត្រកូលដូចគ្នាក៏ដោយប៉ុន្តែភួងឋានងៀនមិនមានទំនាក់ទំនងជាមួយនឹងគ្រីស្ទីងៀននោះទេវាគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះព្រោះត្រកូលងៀនគឺជាត្រកូលដែលមានមនុស្សប្រើច្រើននៅក្នុងសហគមន៍វៀតណាមប៉ូលីសក៏បានបញ្ជាក់រឿងសំខាន់មួយទៀតថាជនសង្ស័យស្គាល់ជនរងគ្រោះពីមុននេះមានន័យថាករណីនេះមិនមែនកើតឡើងដោយចៃដន្យនោះទេប៉ុន្តែមានមូលហេតុជាក់លាក់ដោយសារតែការស៊ើបអង្កេតកំពុងតែបន្តប៉ូលីសមិនទាន់អាចបង្ហាញព័ត៌មានលម្អិតអំពីមូលហេតុនោះទៅសាធារណជននៅឡើយទេខណៈពេលដែលប៉ូលីសកំពុងតែស្វែងរកជនសង្ស័យជាចម្បងរូបភាពឡានដឹកទំនិញពណ៌សដែលបានផ្សាយទៅសាធារណៈក៏បានជួយឲ្យមានលទ្ធផលលឿនជាងការរំពឹងទុកនៅថ្ងៃទី29ខែកញ្ញាឆ្នាំ2021ប៉ូលីសក៏បានចាប់ខ្លួនបុរសម្នាក់ដែលមានឈ្មោះថា Ricardo Libert អាយុ36ឆ្នាំរស់នៅទីក្រុង Van Han គាត់ត្រូវបានកំណត់ថាជាអ្នកបើកបរឡានដឹកទំនិញពណ៌សដែលបានទៅឃ្លាំងនៅយប់ថ្ងៃទី18ខែកញ្ញាតាមព័ត៌មានពីការស៊ើបអង្កេតបានឲ្យដឹងថាគាត់ត្រូវបានចោទថាជាអ្នកជួយក្នុងករណីសម្លាប់មនុស្សទាំងពីរនាក់នេះប៉ុន្តែប៉ូលីសបានបញ្ជាក់ថាគាត់មិនមែនជាអ្នកសម្លាប់ដោយផ្ទាល់នោះទេតួនាទីរបស់គាត់គឺគ្រាន់តែជួយឃាតករបន្ទាប់ពីការសម្លាប់ដូចជាការជួយដឹកនិងលាក់សាកសពការចាប់ខ្លួនរបស់គាត់ត្រូវបានចាត់ទុកជាជំហានសំខាន់ក្នុងការស៊ើបអង្កេតព្រោះនេះគឺជាលើកដំបូងដែលប៉ូលីសមានមនុស្សម្នាក់ដែលពាក់ព័ន្ធដោយផ្ទាល់តាមរយៈការសួរចម្លើយនិងការសហការរបស់គាត់ប៉ូលីសសង្ឃឹមថានឹងអាចរកឃើញទីតាំងមូលហេតុនិងតួនាទីពិតរបស់ភួងឋានងៀនក្នុងកំឡុងពេលស៊ើបអង្កេតបន្តប៉ូលីសក៏បានរកឃើញព័ត៌មានសំខាន់មួយទៀតគឺផ្លូវដែលឡានដឹកទំនិញបានបើកនៅយប់នោះក្រុមហ៊ុនប្រមូលសំរាមបានប្រាប់ថានៅថ្ងៃទី24ខែកញ្ញាឆ្នាំ2021 6ថ្ងៃបន្ទាប់ពីការសម្លាប់មានឡានប្រមូលសំរាមបានយកធុងសំរាមធំៗពីតំបន់នោះព័ត៌មាននេះបានបង្ហាញថាសាកសពជនរងគ្រោះអាចត្រូវបានបោះចោលនៅក្នុងធុងសំរាមបន្ទាប់ពីកើតហេតុជាពិសេសមានធុងសំរាមឧស្សាហកម្មពីរត្រូវបានយកចេញពីតំបន់នោះដែលធ្វើឲ្យប៉ូលីសសង្ស័យថាវាអាចមានភស្តុតាងឬសាកសពនៅក្នុងនោះតាមការស៊ើបអង្កេតសំរាមមួយផ្នែកពីធុងទាំងនោះត្រូវបានដឹកទៅកន្លែងចាក់សំរាមនៅឯ Twin Creek នៅឯ Watford ខេត្ត Ontario ដែលស្ថិតនៅប្រហែលជា250គីឡូម៉ែត្រពីកន្លែងកើតហេតុចំណែកឯសំរាមមួយផ្នែកទៀតអាចត្រូវដឹកទៅកន្លែងចាក់សំរាមនៅឯសហរដ្ឋអាមេរិកប្រហែលជានៅរដ្ឋ Michigan ព័ត៌មានទាំងនេះស្របជាមួយនឹងចម្លើយសារភាពរបស់ Ricardo ហើយបានជួយប៉ូលីសកំណត់ទីតាំងដែលត្រូវស្វែងរកសាកសពរបស់ជនរងគ្រោះនៅថ្ងៃទី1ខែតុលាឆ្នាំ2021ប៉ូលីសក៏បានធ្វើសន្និសីទសារព័ត៌មានហើយប្រកាសព័ត៌មានដ៏សោកស្ដាយមួយបន្ទាប់ពីស្វែងរកអស់រយៈពេលជាច្រើនថ្ងៃពួកគេបានរកឃើញសាកសពរបស់វុកត្រាននៅកន្លែងចាក់សំរាម Twin Creek សាកសពរបស់គាត់ត្រូវបានរកឃើញនៅក្នុងគំនរសំរាមហើយក្រុមអ្នកស៊ើបអង្កេតត្រូវចំណាយពេលជាច្រើនថ្ងៃដើម្បីជីកនិងស្វែងរកការពិនិត្យសាកសពដំបូងបានបញ្ជាក់ថាវុកត្រានត្រូវបានសម្លាប់ដោយសារការបាញ់កាំភ្លើងប៉ុន្តែសាកសពរបស់ Christy ងៀននៅតែមិនទាន់រកឃើញនៅឡើយទេហើយធ្វើឲ្យករណីនេះកាន់តែពិបាកនិងគួរឲ្យព្រួយបារម្ភប៉ូលីសគិតថា Christy អាចត្រូវបោះចោលនៅកន្លែងចាក់សំរាម Twin Creek ដូចគ្នាឬអាចត្រូវដឹកទៅកន្លែងចាក់សំរាមផ្សេងទៀតនៅក្រៅខេត្ត Ontario ក្រុមអ្នកស៊ើបអង្កេតក៏បានបន្តស្វែងរកក្នុងគំនរសំរាមជាច្រើនតោនអស់រយៈពេលជាច្រើនសប្តាហ៍ប៉ុន្តែទោះបីជាខិតខំយ៉ាងណាក៏ដោយក៏នៅតែមិនអាចរកឃើញសាកសពរបស់ Christy បានទោះជាយ៉ាងណាក៏ដោយតាមរយៈភស្តុតាងដែលប៉ូលីសមានពួកគេជឿថា Christy ត្រូវបានសម្លាប់នៅពេលដូចគ្នាជាមួយនឹងវុកត្រាននៅចុងឆ្នាំ2021និងដើមឆ្នាំ2022ការតាមរកភុកត្រានងៀនក៏បានពង្រីកទៅជាកម្រិតអន្តរជាតិក្រុមអ្នកស៊ើបអង្កេតបានរកឃើញថាបន្ទាប់ពីប្រព្រឹត្តឧក្រិដ្ឋកម្មហើយគាត់បានគេចខ្លួនភ្លាមៗហើយកំណត់ត្រាបានបង្ហាញថា
គាត់បានឡើងយន្តហោះពី Toronto ទៅប្រទេសមេស៊ីកូនៅថ្ងៃទី22 ខែកញ្ញាឆ្នាំ2021 គឺ4ថ្ងៃបន្ទាប់ពីការសម្លាប់បន្ទាប់ពីទៅដល់ទីនោះគាត់ក៏បានបាត់ខ្លួនដោយគ្មានដានធ្វើឲ្យការតាមរកកាន់តែពិបាកប៉ូលីសកាណាដាបានសហការជាមួយនឹង Interpol និងអាជ្ញាធរនៅមេស៊ីកូដើម្បីតាមរកគាត់នៅខែមករាឆ្នាំ2023ប៉ូលីសក៏បានបង្កើតការតាមរកដោយសហការជាមួយនឹងកម្មវិធី BOLO ដែលមានន័យពេញថា Beyond the Lookout ដែលប្រើប្រាស់បណ្ដាញសង្គមដើម្បីជួយរកឧក្រិដ្ឋជនដែលកំពុងតែរត់គេចខ្លួនពួកគេបានប្រកាសប្រគល់រង្វាន់ $50,000 សម្រាប់នរណាម្នាក់ដែលអាចផ្ដល់ព័ត៌មានទាក់ទងជាមួយនឹងភូកឋានងារប៉ូលីសសង្ឃឹមថាការផ្សព្វផ្សាយតាមរយៈព័ត៌មាននិងប្រាក់រង្វាន់នេះនឹងជំរុញឲ្យមនុស្សផ្ដល់ព័ត៌មានសំខាន់ដើម្បីចាប់ខ្លួនឃាតករឲ្យបានឆាប់ខណៈពេលដែលកំពុងតាមរកជនសង្ស័យចម្បងនៅតែបន្តការកាត់ក្តីទៅលើ Ricardo ក៏បានចាប់ផ្ដើម Ricardo ដែលជាអ្នកជួយលាក់និងបោះបង់សាកសពត្រូវបានឃុំខ្លួននិងត្រៀមប្រឈមមុខជាមួយនឹងការកាត់ទោសការស៊ើបអង្កេតទៅលើគាត់បានបន្តអស់រយៈពេលជាង3ឆ្នាំព្រោះប៉ូលីសត្រូវការពេលវេលាដើម្បីប្រមូលភស្តុតាងនិងស្វែងរកសាកសពរបស់ Christie ទើបតែដល់ឆ្នាំ2025ករណីនេះក៏បានរីកចម្រើនសំខាន់មួយនៅពេលដែល Ricardo បានសារភាពទោសនិងទទួលស្គាល់ថាគាត់ពិតជាបានជួយបោះបង់ចោលសាកសពរបស់ជនរងគ្រោះមែននៅថ្ងៃទី7 ខែមករាឆ្នាំ2025នៅឯតុលាការ Newmarket ក្នុងខេត្ត Ontario បុរសឈ្មោះ Ricardo បានយំយ៉ាងខ្លាំងនៅក្នុងសវនាការនៅពេលចៅក្រមសួរថាគាត់យល់អំពីផលវិបាកនៃការសារភាពទោសឬអត់គាត់បានឈប់បន្តិចដើម្បីតាំងចិត្តឲ្យស្ងប់បន្ទាប់មកក៏យល់ព្រមសារភាពទោសគាត់បានសារភាពទោសចំពោះបទល្មើសពីរករណីគឺការប្រព្រឹត្តអំពើមិនគោរពចំពោះសាកសពរបស់មនុស្សតាមកិច្ចព្រមព្រៀងនៅក្នុងតុលាការគាត់នឹងទទួលយកការចោទប្រកាន់នេះដើម្បីបដូរជាមួយនឹងការលុបចោលបទចោទប្រកាន់ធ្ងន់ជាងនេះដែលជាបទជួយឃាតករបន្ទាប់ពីការសម្លាប់អัยការបានយល់ព្រមទៅលើកិច្ចព្រមព្រៀងមួយនេះព្រោះគោលដៅសំខាន់របស់ពួកគេគឺជាការចាប់ខ្លួនភួងឋានងារដែលគេជឿថាគឺជាអ្នករៀបចំការសម្លាប់ភួងឋានងារឥឡូវនេះមានអាយុប្រហែលជា37ឆ្នាំហើយធ្លាប់រស់នៅទីក្រុង Toronto គាត់មានដើមកំណើតជាជនជាតិវៀតណាមព័ត៌មានអំពីគាត់មិនសូវមានច្រើននោះទេមានព័ត៌មានខ្លះនិយាយថាគាត់ធ្លាប់មានទំនាក់ទំនងការងារជាមួយនឹងពុកត្រានប្រហែលជាអតិថិជនដែលទិញឧបករណ៍ធ្វើសួនឬធ្វើអាជីវកម្មជាមួយគ្នាភពឋានងារមានកម្ពស់ប្រហែលជា 1.80 ម៉ែត្រទម្ងន់ប្រហែលជា82គីឡូក្រាមសក់ពណ៌ខ្មៅនិងភ្នែកពណ៌ត្នោតមុនពេលកើតហេតុគាត់មិនមានប្រវត្តិឧក្រិដ្ឋកម្មនោះទេហើយក៏មិនធ្លាប់ជាប់ពាក់ព័ន្ធនឹងករណីធ្ងន់ធ្ងរណាមួយនៅក្នុងឯកសាររបស់ប៉ូលីសដែរប៉ូលីសបាននិយាយថាមុននេះគាត់រស់នៅដូចជាមនុស្សធម្មតាជាមនុស្សស្ងប់ស្ងាត់និងមិនដែលបង្កបញ្ហាណាមួយឡើយប៉ុន្តែការពិតដែលគាត់បានរៀបចំការសម្លាប់នេះបង្ហាញថាគាត់គឺជាមនុស្សចិត្តត្រជាក់និងគិតគូរយ៉ាងម៉ត់ចត់គាត់បានយកកាំភ្លើងទៅជួបជនរងគ្រោះដែលបង្ហាញថាគាត់មានគម្រោងសម្លាប់ទុកជាមុនបន្ទាប់ពីសម្លាប់មនុស្សទាំងពីរនាក់នេះហើយគាត់បានរៀបចំការលាក់សាកសពហើយរៀបចំផ្លូវគេចខ្លួនទៅក្រៅប្រទេសក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះអំពើនេះបានបង្ហាញថាគាត់បានគិតគូរយ៉ាងច្បាស់អស់រយៈពេលជាង4ឆ្នាំហើយដែលគាត់កំពុងតែរត់គេចខ្លួនហើយហាក់ដូចជាបាត់ខ្លួនដោយគ្មានដានប៉ូលីសគិតថាគាត់អាចមានលុយឬមានអ្នកជួយគាត់ក្នុងការលាក់ខ្លួនអ្នកស៊ើបអង្កេតក៏បានប្រមានថាភួងឋានងារអាចមានអាវុធនិងគ្រោះថ្នាក់ខ្លាំងដូច្នេះបើនរណាម្នាក់បានឃើញឬដឹងទីតាំងរបស់គាត់មិនគួរចូលទៅជិតនោះទេត្រូវជូនដំណឹងភ្លាមៗទៅកាន់ប៉ូលីសមូលហេតុដែលធ្វើឲ្យគាត់សម្លាប់មនុស្សនៅក្នុងករណីនេះនៅតែជាសំណួរដែលគ្មានចម្លើយមកដល់សព្វថ្ងៃនេះទោះជាយ៉ាងណាក៏ដោយមានការសន្និដ្ឋានជាច្រើនត្រូវបានលើកឡើងដូចជាចំនួនអាជីវកម្មឬបញ្ហាលុយកាក់បញ្ហាស្នេហាឬចំនួនផ្ទាល់ខ្លួនហើយក៏អាចជាប់ពាក់ព័ន្ធជាមួយនឹងសកម្មភាពខុសច្បាប់ដូចជាការជួញដូរគ្រឿងញៀនឬការលាងលុយកខ្វក់ឬអាចថាភួងឋានងារមានអារម្មណ៍ច្រណែននឹងភាពជោគជ័យរបស់វុកត្រានឬមានកំហឹងផ្ទាល់ខ្លួនដែលកើតឡើងជាយូរណាស់មកហើយករណីសម្រាប់គូស្នេហ៍មួយគូនេះបានធ្វើឲ្យសង្គមកាណាដាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាពិសេសសហគមន៍ជនជាតិវៀតណាមនៅក្នុងតំបន់ Toronto សារព័ត៌មានជាច្រើនបានរាយការណ៍អំពីករណីនេះយ៉ាងទូលំទូលាយចាប់តាំងពីពេលពួកគេបាត់ខ្លួនរហូតដល់ពេលប៉ូលីសបញ្ជាក់ថានេះគឺជាករណីសម្លាប់មនុស្សធ្ងន់ធ្ងរមនុស្សជាច្រើនមានការភ្ញាក់ផ្អើលចំពោះភាពឃោរឃៅនៃឧក្រិដ្ឋកម្មមួយនេះនិងវិធីសាស្ត្រដែលឃាតករប្រើក្នុងការលាក់បាំងសាកសពមនុស្សជាច្រើនក៏មានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងចំពោះគូស្នេហ៍វ័យក្មេងនេះដែលត្រូវបាត់បង់ជីវិតយ៉ាងគួរឲ្យសោកស្ដាយចម្លើយរបស់ Ricardo នៅក្នុងតុលាការបានបង្ហាញព័ត៌មានសំខាន់អំពីអ្វីដែលបានកើតឡើងនៅយប់ថ្ងៃទី18 ខែកញ្ញាឆ្នាំ2021
គាត់បាននិយាយថាភួងឋានងៀនបានទូរស័ព្ទហៅគាត់ហើយសុំឲ្យគាត់បើកឡានដឹកទំនិញទៅឃ្លាំងដើម្បីយករបស់គាត់ក៏បានបើកឡានទំនិញពណ៌សទៅទីនោះហើយក៏បានថយឡាននៅជិតទ្វារឃ្លាំងលេខ 6 បន្ទាប់មកគាត់ក៏បានជួបជាមួយនឹងភួងឋានងៀនហើយពួកគេទាំងពីរក៏បានលើកវត្ថុធំពីរដែលរុំទៅដោយផ្លាស្ទិកពណ៌ខ្មៅយកទៅដាក់លើឡានវត្ថុទាំងនោះគឺជាសាកសពរបស់ជនរងគ្រោះក្រោយមកភួងឋានងៀនបានឲ្យគាត់បើកឡានទៅបោះចោលនៅក្នុងធុងសម្រាមឧស្សាហកម្មធំមួយគាត់បានសារភាពថាបើទោះបីជាគាត់មានអារម្មណ៍ថាអ្វីដែលគាត់កំពុងធ្វើហាក់ដូចជាមិនធម្មតាក៏ដោយប៉ុន្តែនៅពេលនោះគាត់ធ្វើមិនដឹងមិនឮនិងមិនសួរនាំអ្វីទាំងអស់បន្ទាប់ពីបោះបង់ចោលសាកសពរួចគាត់ក៏បានបើកឡានត្រឡប់ទៅផ្ទះហើយបញ្ចប់ការងារដែលភួងឋានងៀនបានជួលឲ្យគាត់ធ្វើការសារភាពរបស់គាត់ស្របគ្នាជាមួយនឹងភស្តុតាងដែលប៉ូលីសបានរកឃើញដូច្នេះប៉ូលីសអាចបញ្ជាក់បានយ៉ាងច្បាស់ពីទូនាទីរបស់គាត់នៅក្នុងករណីនេះមេធាវីការពីក្តីរបស់គាត់បាននិយាយថាគាត់មិនមែនជាអ្នកសម្លាប់ដោយផ្ទាល់នោះទេហើយគាត់ក៏មិនមានប្រវត្តិឧក្រិដ្ឋកម្មពីមុនជាពិសេសគាត់បានសហការជាមួយនឹងតុលាការដោយសារភាពទោសផងដែរប៉ុន្តែអัยការបានរិះគន់សកម្មភាពរបស់គាត់យ៉ាងខ្លាំងដោយនិយាយថាគាត់បានធ្វើមិនដឹងមិនឮចំពោះឧក្រិដ្ឋកម្មមួយហើយនៅពេលនោះគាត់គួរតែប្រាប់ប៉ូលីសបច្ចុប្បន្ន Ricardo កំពុងតែត្រូវឃុំខ្លួនខណៈពេលដែលរងចាំការកាត់ទោសតាមច្បាប់របស់ប្រទេសកាណាដាបទល្មើសការប្រព្រឹត្តអំពើមិនគោរពចំពោះសាកសពអាចទទួលទោសអបបរមា5ឆ្នាំក្នុងមួយករណីដូច្នេះគាត់អាចត្រូវជាប់ពន្ធនាគារច្រើនឆ្នាំសម្រាប់បទចោទប្រកាន់ទាំងពីរប៉ុន្តែតុលាការអាចបន្ធូរបន្ថយខ្លះប្រសិនបើពួកគេនឹងពិចារណាចំពោះហេតុផលបន្ធូរបន្ថយរយៈពេលជាង3ឆ្នាំនេះគាត់បានជាប់ឃុំខ្លួនរួចមកហើយដូច្នេះអាចនឹងត្រូវគេគិតបញ្ចូលទៅក្នុងការកាត់ទោសផងដែរវាអាចធ្វើឲ្យការជាប់ពន្ធនាគាររបស់គាត់នៅសល់កាន់តែខ្លីចំណែកឯភូមិឋានងៀនប្រសិនបើត្រូវចាប់ខ្លួនហើយបញ្ជូនត្រឡប់ទៅប្រទេសកាណាដាវិញគាត់នឹងប្រឈមមុខនឹងបទចោទប្រកាន់សម្លាប់មនុស្សកម្រិតទី1ចំនួន2ករណីដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុតនៅក្នុងច្បាប់កាណាដាការកាត់ទោសអាចជាប់ពន្ធនាគារអស់មួយជីវិតឬយ៉ាងហោចណាស់25ឆ្នាំហើយមិនអាចសុំការដោះលែងបានទេជាង4ឆ្នាំមកហើយករណីនេះនៅតែបន្តហើយគ្រួសាររបស់ជនរងគ្រោះបានឆ្លងកាត់ការឈឺចាប់យ៉ាងខ្លាំងព្រោះការបាត់បង់នេះមិនអាចត្រឡប់មកវិញបានឡើយទោះជាយ៉ាងណាក៏ដោយពួកគេមានអារម្មណ៍ថាពួកគេទទួលបានយុត្តិធម៌បន្តិចបន្តួចបន្ទាប់ពី Ricardo បានសារភាពទោសព្រោះវាគឺជាជំហានដំបូងទៅរកយុត្តិធម៌សម្រាប់កូនៗរបស់ពួកគេប៉ុន្តែពួកគេនៅតែរងចាំថ្ងៃដែលភួងឋានងៀនត្រូវបានចាប់ខ្លួនហើយទទួលទោសតាមច្បាប់គ្រួសាររបស់ជនរងគ្រោះក៏សង្ឃឹមថាពួកគេអាចរកឃើញសាកសពរបស់ Christy ដើម្បីអាចបញ្ចុះសពនាងឲ្យបានត្រឹមត្រូវមេធាវីគ្រួសាររបស់ពួកគេបាននិយាយថាបើសិនជាមានការកាត់ក្តីទៅលើភួងឋានងៀនពួកគេនឹងស្នើសុំឲ្យតុលាការផ្តន្ទាទោសធ្ងន់ធ្ងរបំផុតចំណែកឯប៉ូលីសវិញក៏បាននិយាយថាពួកគេនឹងបន្តតាមរកភួងឋានងៀនដោយមិនបោះបង់ឡើយហើយនឹងសហការជាមួយនឹងប៉ូលីសអន្តរជាតិដើម្បីនាំគាត់មកកាន់តុលាការឲ្យទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដ៏សាហាវដែលគាត់បានប្រព្រឹត្តអូខេឥឡូវយើងបានមកដល់ទីបញ្ចប់នៃសាច់រឿងមួយនេះហើយតែអ្នកទាំងអស់គ្នាយល់ឃើញដូចម្តេចដែរចំពោះករណីមួយនេះសូមជួយបញ្ចេញមតិយោបល់អ្នកទាំងអស់គ្នានៅក្នុង comment ខាងក្រោមមកខ្ញុំបាទបានដឹងផងហើយបើសិនជាមានកំហុសឆ្គងត្រង់ចំណុចណាមួយក៏សូមជួយខន្តីអភ័យទោសមួយវិញទៀតកុំភ្លេចជួយ like subscribe channel របស់ខ្ញុំផងដើម្បីឲ្យខ្ញុំនឹងមានទឹកចិត្តបន្តផលិតវីដេអូជូនអ្នកទាំងអស់គ្នាបន្ថែមទៀតបាទសូមអរគុណហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយ